Sạ này Pacquiao thọp vay tinh tung lấy thun được thêm một vay sạ bao Pacquiao đây nè bà tôi mình chạy thaនៅ club មួយនេះបាទ White Card Boxing Club នេះគឺជាទីតាំងដែលមែននេះ Pacquiao ឲ្យតែគាត់មកវាយនៅអាមេរិកគឺគាត់មកហាត់ឡើងហ្នឹងបាទគឺគាត់មកហាត់ឡើងហ្នឹងជាមួយនឹងលោក Freddie Roach បាទអញ្ចឹងលោក Freddie Roach នៅខាងក្រោមនៅថ្ងៃនេះគឺជាពេលវេលាមួយដែលយើងអាចបានមកដល់ club White Card Boxing Club នេះបានបាទរទ្ធីបាទមកសមសាច់បាទនៅទីនេះបាទយ៉ានុតក៏ត្រៀមឡើងសមសាច់ដែរបាទគណៈដែលរឿងសុភ័ណ្ឌជាមួយនឹងពេជ្រសម្បត្តិបាទគាត់អត់បានមកគាត់ថាគាត់នៅរត់បន្តិចទៀតព្រោះថ្ងៃក្តៅល្អនឹងគាត់សុំពេលវេលាដើម្បីរត់នៅកន្លែងដែលយើងស្នាក់នៅហ្នឹងបាទអញ្ចឹងគឺសូមបញ្ជាក់ថាមិនមានអ្នកណាទំនេរទេបាទពីពេលនេះរហូតដល់ជិតដល់ថ្ងៃប្រកួតបាទគឺកីឡាករនីបាទបានត្រៀមលក្ខណៈបាទនេះហើយជាស្ថានភាពបរិយាកាសទូទៅនៅក្នុងក្លឹបប្រដាល់ Freddie Roach បាទ White Card Boxing Club នេះបាទមានទាំងអ្នកបដាល់ជើងចាស់មានទាំងអ្នកបដាល់ជើងថ្មីដែលកំពុងតែធ្វើការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំសំខាន់បំផុតគឺរូបថតបាទ Legend បដាល់មួយចំនួនត្រូវបានបិទនៅពេញទីលាននៅក្នុងសាលបដាល់នេះបាទសាលបដាល់នេះមាន2ជាន់ប៉ុន្តែខាងក្រោមសិតតែអ្នក professional នៅខាងក្រោមជាងគេឲ្យយើងមកខាងលើបាទព្រោះដោយសារអ្នកខាងក្រោមកំពុងហ្វឹកហាត់ធ្វើស្វាញហើយនៅស្រុកអាមេរិកនេះគឺនៅក្បែរ Las Vegas នេះបងប្អូនដឹងហើយបាទកម្មវិធីបដាល់គឺសឹងមានគ្រប់ពេលអញ្ចឹងអ្នកនៅខាងក្រោមជាន់ក្រោមគឺកំពុងហាត់បាទអ្នក professional រូបគេឲ្យរូបពីក្មេងទេបងប្អូននេះបាទនេះថតជាមួយ Freddie Roach បាទ trainer របស់គាត់តាំងតែពីក្មេងមករហូតដល់ចាស់មកជាមួយគ្នាហើយបាទហើយនៅទីនេះបើនិយាយទៅអ្នកដែលមកញឹកញាប់គឺកូនរបស់ប៉ាគីអៅតែម្ដងបាទខ្ញុំបានឃើញការវិសាក់វិអីប្រាំងបាទអរគុណដល់អ្នកដឹកនាំក្លឹបបាទនៅក្នុងនេះដែលបានផ្ដល់ឱកាសឲ្យពួកយើងបានចូលមកទស្សនាបាទនេះជាពានរង្វាន់ផ្សេងៗនៅក្នុងក្លឹបអូខេបាទយ៉ាងហោចណាស់ក៏យើងបានផ្ដល់រូបភាពនេះបាទជូនដល់បងប្អូនបានទស្សនាអរគុណដល់វឌ្ឍនៈ Brewery បាទវឌ្ឍនៈ Brewery បានផ្ដល់លទ្ធភាពឲ្យយើងបានមកដល់សហរដ្ឋអាមេរិកបាទអរគុណ